សួស្តីខ្ញុំឈ្មោះមរនីនេះគឺមិត្តភ័ក្តិរបស់ខ្ញុំឈ្មោះមីនហើយចំណែកឯកំពុងស្ដាប់ចម្រៀងនេះគឺស្រីស្រស់ពេលទំនេរពួកយើងតែងតែមកអង្គុយលេងនៅទីនេះពួកគេទាំងអស់គ្នានេះពូកែធ្វើបាបខ្ញុំណាអេអាមីនអូយវាស្អីគេបងធ្វើអីហ្នឹងសង្ស័យតែកំពុងឆាតរោសង្សារឲ្យមកទៅតែមានសង្សារពីកាលណាចេះតែនិយាយហ្មងអានេះវ៉ៃគឺយើងកំពុងតែមើលកម្មវិធីបាខេមដែលនិយាយអំពីបច្ចេកវិទ្យាហ្នឹងគួរឲ្យចាប់អារម្មណ៍ដែរអន្តើវ៉ៃណែកម្មវិធីហ្នឹងគេជ្រើសរើសអ្នកស្ម័គ្រចិត្តឯងចង់ចូលរួមអត់មកសុំមើលទិញមើលអូយមើលទៅគួរឲ្យចាប់អារម្មណ៍តែមើលល្អឃើញទេអូយដូចជាធុញពួកឯងខ្លាំងហើយនេះអេមរនីទៅទាំងអស់គ្នាទៅទៅសួរគួរឲ្យចាប់អារម្មណ៍ណាស់ណាឯងមើលទៅនេះឃើញទេល្អឯងនេះប្រុសស្អាតហ្នឹងឯងនេះចេះតែនិយាយមើលមិនច្បាស់ផងក៏ថានិយាយអញ្ចឹងកើតដែរមើលឃើញទេកម្មវិធីបាខេមគេប៉ុណ្ណាណីមិនដឹងទេដាច់ខាតអញត្រូវតែទៅជាមួយពួកយើងទៅជាមួយពួកយើងទៅដើរបន្តិចទៅចិត្តដល់ហើយតាអូយសំខាន់ខ្ញុំវាខ្ជិលសាំពួកឯងណានេះមរនីចូលចិត្តធ្វើចរិតស្រីស្អាតខ្លាំងណាស់មើលទៅដើរប៉ុណ្ណឹងចាប់ហ្មងតាវ៉ាវស្អាតម៉ែអូបាទអរគុណច្រើនជំរាបសួរបងស្រីស្អីគេហៅខ្ញុំបងស្រីនិយាយលេងតាអ្នកទាំងអស់គ្នាចង់ដឹងអីពីបាខេមដែរបាខេមហ្នឹងតាក់ទងជាមួយនឹងបច្ចេកវិទ្យាត្រូវដែរអត់ក្រៅពីបច្ចេកវិទ្យាបាខេមឆ្នាំនេះនិយាយអំពីការត្រៀមខ្លួនសម្រាប់សមាហរណកម្មអាស៊ានឆ្នាំ2015តោះពួកយើងទៅវិញហីមែនហើយនេះនៅស្ងៀមបន្តិចមើលក្រែងឯងខ្ជិលអីបាញ់មិញនោះមានណាកម្មវិធីឆ្នាំនេះមានការជួបជុំក្រុមអ្នកជំនាញបច្ចេកវិទ្យាអ្នកជំនាញច្នៃប្រឌិតសហគ្រិនវ័យក្មេងនិងមានកម្មវិធីផ្សេងជាច្រើនទៀតឃើញទេកម្មវិធីគេល្អខ្លាំងណាស់ណាបងហើយគេមានរើអ្នកវ៉ាឡន្ទាទៀតអត់ខ្ញុំចង់ចូលរួមដែរអូមានតាបើសិនជាអ្នកទាំង3ចាប់អារម្មណ៍ឥឡូវយើងទៅកន្លែងចុះឈ្មោះទាំងអស់គ្នានោះនៅខាងនោះចាបងមកតាមខ្ញុំមកពីដំបូងមរនីថាខ្ជិលហើយឥឡូវមកចូលរួមកម្មវិធីស្ម័គ្រចិត្តអីណារោពេលដើរលេងជាមួយពួកម៉ាក់គ្មានពេលសោះហ្មងនេះពីដំបូងសុទ្ធតែថាមកចូលរួមទេអូយខ្ជិលណាពួកឯងគួរតែចូលរួមការងារសង្គមខ្លះទៅវាមានប្រយោជន៍ថ្ងៃក្រោយនោះការងារសង្គមឯណាមើលឲ្យគ្នាមើលបន្តិចមើលអូយស្លាប់ហើយមរនីបេះដូងបញ្ញាអូយក្រៅតែជួបម្ដងក៏លងស្នេហ៍ទៅហើយអូយស្លាប់ហើយម្ចាស់ថ្លៃដំបូងសូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាក្នុងការចូលរួមនៅក្នុងកម្មវិធីការងារបាខេមរបស់យើងនេះសកម្មភាពទី2ដែលខ្ញុំចង់បង្ហាញនោះគឺការថតរូបបង្ហោះនៅក្នុង Facebook ដែលមានកាន់ផ្លាកសញ្ញារបស់យើងណាខ្ញុំត្រូវការតួថតនឹង2រូបដោយមានប្រុសមួយនិងស្រីមួយឈរកាន់បដាដែលមានរូបជ្រុងនេះហើយឈរកាច់រៀងបង្ហាញនៅក្នុងបណ្ដាញសង្គម Facebook ហើយខ្ញុំគិតថាយកមរនីគឺជាស្រីស្អាតណាដើម្បីធ្វើជាតួស្រីក្នុងការថតនៅក្នុងការផ្សព្វផ្សាយនេះចំណែកឯបញ្ញាគឺជាតួប្រុសណែប្រុសស្អាតយើងនេះព្រោះថាបញ្ញានេះមានមុខមាត់ហើយកម្ពស់នឹងក៏រៀងស័ក្តិសមជាមួយនឹងមរនីរបស់យើងនេះដែរអញ្ចឹងភាពតាក់ទាញក្នុង Facebook ក៏មានច្រើនដែរយើងចឹងដែរទេចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្តរបស់បាខេមពិតជាសប្បាយចិត្តណាស់ខ្ញុំមិនដែលដឹងតតែសោះថាមនុស្សដូចជាមរនីក៏ចេះចិត្តការងារសង្គមដែរការងារសង្គមពិតជាធ្វើឲ្យខ្ញុំយល់ដឹងច្រើនណាស់ដល់ថ្ងៃកម្មវិធីហ្នឹងខ្ញុំនឹងទទួលបាននូវចំណេះដឹងជាច្រើនពីអ្នកជំនាញគាត់នឹងមកចែករំលែកបាខេមធ្វើឲ្យខ្ញុំទទួលបាននូវចំណេះដឹងជាច្រើនហើយជាពិសេសគឺបាសកបញ្ញានិយាយអញ្ចឹងមរនីស្រឡាញ់ខ្ញុំមែនអ្នកណាគេស្រឡាញ់បញ្ញាឯងឈួតមែនខ្ញុំខ្វះបញ្ញាខ្លាំងណាស់មិនគួរណាឲ្យគេដឹងអារម្មណ៍ពិតសោះខ្ញុំមិនហ៊ានឈរនៅខាងមុខមនុស្សប្រុសម្នាក់នោះក្នុងថ្ងៃបាខេមទេ
បន្តិចទៅមើលញញឹមបន្តិចទៅមើលមកស្អុយម្ល៉េះ នេះហ่ะសង្ស័យជំងឺស្នេហាឲ្យមើលទៅ អូយ ខ្សែបន្តិចទៅមើលណាពួកម៉ាក់ណាខំប្រឹកខ្សែបន្តិចទៅ មិនញញឹមអញ្ចឹងខ្ញុំពិតជាបារម្ភខ្លាំងណាស់ណា គ្នាទៅហើយណា ខ្ញុំមានរបស់មួយចង់បង្ហាញមករនី